ប្រើប្រាស់កាវរៀបក្នុងបន្ទប់ទឹកតើត្រូវធ្វើដូចម្ដេចទី1យើងត្រូវតែបងប្អូនណាឥឡូវខ្ញុំប្រាប់ពីកាវថាកាវមានអីខ្លះណានៅក្នុងកាវហ្នឹងគឺមានកាវនេះមួយគេហៅថាឈើនេះមួយមានជក់មួយមានស្រោមដៃនិងមានកាវចំនួន2កំប៉ុងចាមានតូចមានធំអញ្ចឹងណាចានិងមានប្រដាប់គានេះមួយអញ្ចឹងយើងទៅប្រើប្រាស់ដូចម្ដេចទី1បន្ទប់ទឹកបងប្អូនត្រូវតែយកដាច់នេះប្រដាប់ឈូសរងនេះឈូសរងចេញឲ្យអស់នេះព្រោះអីនឹងរៀបតាមបន្ទប់ទឹកឈូសរងឈូសឲ្យអស់ឈូសហើយយើងបោសឲ្យស្អាតសម្អាតឲ្យស្អាតទុកឲ្យស្ងួតបងប្អូនណាទុកបន្ទប់ទឹកឲ្យស្ងួតបន្ទាប់ពីបន្ទប់ទឹកយើងស្ងួតហើយហាមឲ្យមានទឹកអត់មានឲ្យមានទឹកទេកាលណាមានទឹកអត់កើតទេអញ្ចឹងទុកឲ្យស្ងួតបងប្អូនយកកាវមកយកកាវទាំងពីរនេះមូលដោះហើយគឺចាក់ចូលទាំងពីរចាក់ឲ្យអស់មិនបាច់ទុកឲ្យចាក់អស់ពេលដែលចាក់អស់ហើយយើងយកឈើឬក៏យកអីកូរចាកូរឲ្យសព្វចាក់ឲ្យកូរឲ្យសព្វបន្ទាប់ពីកូរឲ្យសព្វហើយយើងអាចដួសនេះកែវនេះចាយើងយកទៅចាក់តាមរងបងប្អូនណាយើងយកតាមរងយើងហូរមកចឹងមកចាចាក់តាមរងហើយយើងអាចលាប2ដងលាបជាន់ទី1បងប្អូនលាបរៀងស្ដើងបន្តិចចាលាបមកជុំបន្ទប់ទឹកហ្នឹងហើយបងប្អូនលាបមួយសាទៀតប៉ុន្តែអានេះសម្រាប់ធ្វើអីអានេះសម្រាប់គៀចុះគៀវឡើងធ្វើឲ្យរងហ្នឹងវាចូលនៅធ្វើឲ្យកាវហ្នឹងវាចូលទៅតាមរងចាបើសិនជាបន្ទប់ទឹកយើងមានខាងនេះវាធម្មតាបន្ទប់ទឹកមានអញ្ចាំងវាប្រេះអានេះក៏អាចដាក់អាកន្លែងប្រេះហ្នឹងបានដែរវាជាប់ដូចគ្នាអញ្ចឹងកាវពីរប្រភេទនេះគឺដាក់នៅក្នុងបន្ទប់ទឹកសម្រាប់តែក្នុងបន្ទប់ទឹកទេអញ្ចឹងវិធីប្រើប្រាស់បន្ទាប់ពីបងប្អូនធ្វើអញ្ចឹងហើយបងប្អូនទុកអញ្ចឹងខ្ញុំសូមបញ្ជាក់ណាមានន័យថាបងប្អូនលាបធ្វើម៉េចឲ្យបាន2ដងអញ្ចឹងជាន់ទី1រៀងស្ដើងបន្តិចលាបមកជុំហើយត្រឡប់មកវិញមិនត្រឡប់រយៈពេល2ម៉ោងអីថាយើងជក់យើងនេះយើងលាបមកជុំហើយយើងកណ្ដាលជុំហើយចប់យើងត្រឡប់លាបម្ដងទៀត2ជាន់ហើយយើងទុកវាណាទុកកាលនឹងឲ្យស្ងួតវាអាច12ម៉ោងទៅ48ម៉ោងចា12ម៉ោងទៅ48ម៉ោងយើងអាចប្រើប្រាស់បន្ទប់ទឹកនឹងបានហើយចាមានប៉ុណ្ណឹងវិធីប្រើប្រាស់កាវ